បាទសូមគោរពនឹងជម្រាបសួរលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីគោរពរាប់អាននៅក្នុងវេលាឱកាសនេះបាទគឺខ្ញុំនឹងមកអាននៅអត្ថបទបន្តទៀតបាទកាលពីព្រឹកមិញខ្ញុំបានអានចប់តម្រាឃ្លានស្រឡាញ់ឆោតឥឡូវនេះយើងទៅសិក្សាទៅស្ដាប់តម្រាឃ្លានអាហារឆោតមានសត្វក្រពើមួយនៅក្នុងបឹងធំលុះដល់រដូវប្រាំងទឹកបឹងនោះរីងខាស់អស់ក្រពើនោះនៅពំបានទើបវាឡើងគោកដើរត្រាច់រកទីមានទឹកនិងអាស្រ័យឯក្រពើក៏សូមដោយសាររទេះតានោះបាទតានោះសួរថាចៅឯងតើនឹងទៅណាក្រពើប្រាប់ថាខ្ញុំបាទនេះរកទីអាស្រ័យពំបានគឺបឹងដែលខ្ញុំបាទធ្លាប់នៅនោះឥឡូវទឹករីងខាស់អស់នឹងនៅតទៅទៀតពំបាននឹងទៅស្វែងរកបឹងឬស្ទឹងទន្លេឯណាដែលមានទឹកនោះនឹងអាស្រ័យនៅថាបើតាមេតានាំខ្ញុំបាទទៅបានដល់ទីត្រង់ណាដែលមានទឹកនោះសូមតាមេតាដាក់ខ្ញុំបាទត្រង់នោះចុះឯតានោះក៏ព្រមទើបដោះគោចេញចាក់នឹមហើយឲ្យក្រពើឡើងជិះលើទូកទេឯក្រពើនោះខ្លួនវែងក៏លូនក្រាបក្បាលដល់ក្បាលក្រពើរទេហើយមិនទុកចិត្តខ្លួនក្រែងធ្លាក់ទើបឲ្យតានោះយកខ្សែមកចងខ្លួនភ្ជាប់នឹងទូកទេតានោះក៏ធ្វើតាមពាក្យក្រពើស្រេចហើយតាក៏ទឹមគោបរចេញអំពីទីព្រៃនោះលុះត្រាដល់ទីបឹងមានទឹកមួយតានោះក៏បញ្ឈប់រទេះដោះគោចេញហើយស្រាយចំណងក្រពើប្រាប់ថាបឹងនេះគួរហើយចូលអ្នកឯងលូនទៅនៅបឹងនេះចុះឯក្រពើជាសត្វអកតញ្ញូមិនដឹងគុណគេមានសេចក្តីឃ្លានអាហារដោយអត់មកយូរថ្ងៃហើយក៏និយាយទៅថាតាឯងនេះចង់យើងភ្ជាប់ទូកទេយើងបានសេចក្តីទុក្ខវេទនាពន់ពេកណាស់តាឯងត្រូវឲ្យគោយើងមួយស៊ីទើបតាឯងរួចទោសថាបើមិនឲ្យគោដល់យើងទេត្រូវយើងស៊ីតាឯងក្នុងកាលឥឡូវនេះឯតានោះលុះលឺក្រពើពោលពាក្យដូច្នោះក៏ភិតភ័យទើបស្ដីអង្វរថាអ្នកក្រពើខ្ញុំឯងនេះមានគុណបានដឹកនាំបាឯងមកដល់ទីនេះឥឡូវបានឹងស៊ីខ្ញុំវិញការនេះខ្ញុំឯងឥតទោសសោះមិនគួរនឹងពិឃាតបើដូច្នេះខ្ញុំពុំសុខចិត្តចាំខ្ញុំទៅរកលោកចៅក្រមឲ្យលោកវិនិច្ឆ័យរឿងក្តីនេះសិនសឹមប្រតិបត្តិទៅមកឯក្រពើក៏ព្រមថាតាឯងទៅរកចៅក្រមណាក៏ទៅឲ្យឆាប់ចុះយើងពុំខ្លាចទេឯតានោះបានជែកទុំមួយស្និតក៏កាន់ដើរទៅរកចៅក្រមកាលនោះបាទមានទន្សាយគល់មួយនៅលើទួលដំបូកបានឃើញតាកាន់ជែកដើរកាត់ព្រៃជួលមកទន្សាយក៏សួរទៅថាតាអើយតាឯងមានលេត្រាជុលជូសោកសៅដោយមានទោសទុកយ៉ាងណាមកនេះតានឹងទៅស្ថានឯណាឯតានោះក៏និយាយសេចក្តីខ្លួននឹងក្រពើកើតហេតុនឹងគ្នាប្រាប់ទន្សាយនោះសពប្រការទន្សាយបានស្ដាប់ដូច្នោះក៏ថាអាសត្វក្រពើនោះជាសត្វមិនដឹងគុណតាឯងបើដូច្នោះខ្ញុំនឹងទទួលទៅជាចៅក្រមជំរះឲ្យតាឯងកុំភ័យឡើយឲ្យតែជែកនោះមកខ្ញុំស៊ីសិនសឹមទៅជាមួយតាណាបាទសឹមទៅជាមួយគ្នាតានោះក៏ឲ្យជែកមួយស្និទ្ធទៅសុភាទន្សាយបរិភោគជែកនោះអស់ហើយក៏នាំគ្នាទៅទីដំណាក់ដែលឈប់នោះដល់ហើយសុភាទន្សាយនិយាយទៅថាម្ដេចចៅក្រពើចៅឯងវង្វេងផ្លូវព្រៃមិនដឹងជាទៅណាបានតាគាត់មេត្តាឲ្យដោយសារមកផងឥឡូវបានដល់ទីសំគួរនឹងរកអាស្រ័យនៅហើយម្ដេចចៅគិតវេគ្នើគុណគេគិតនឹងស៊ីគេវិញគេធ្វើទុកទោសអ្វីឲ្យដល់ចៅឯងឯចៅក្រពើក៏ឆ្លើយថាលោកសុភានេះគាត់ឲ្យខ្ញុំដោយសារមកនេះក៏មែនប៉ុន្តែគាត់ធ្វើបាបខ្ញុំខ្លាំងណាស់គឺគាត់ចងខ្ញុំភ្ជាប់ទៅនឹងទូកទេសខ្លាំងពេករកតែនឹងរេខ្លួនដកដង្ហើមក៏ពុំបានគាត់ធ្វើទុកខ្ញុំយ៉ាងនេះបានជាខ្ញុំខឹងត្រូវឲ្យគាត់ប្រគល់គោគាត់បានមួយឲ្យខ្ញុំស៊ីថាបើគាត់ពុំព្រមឲ្យគោនោះទេត្រូវស៊ីគាត់វិញទន្សាយក៏ឆ្លើយអនុលោមតាមថាតាឯងចងគេតឹងខ្លាំងណាតឹងខ្លាំងពោះបានជាគេខឹងចុះតាឯងមិនដេចក៏ចងគ្នាតឹងម្លេះគ្នារកតែរើខ្លួនមិនរួចដូច្នោះតានោះថាទេខ្ញុំបាទចងធូរទេចងល្មមតែជាប់ពុំឲ្យធ្លាក់ប៉ុណ្ណោះឯងទន្សាយថាខាងចោតថាចងតឹងខ្លាំងខាងចម្លើយថាចងធូរពាក្យទាំងពីរនេះសឹងពុំមានបន្ទាល់សាក្សីបើដូច្នោះចៅក្រពើឯងលូនឡើងលើទូរទេសវិញឲ្យតាគាត់ចងម្ដងទៀតណាឲ្យតាគាត់ចងម្ដងទៀតយើងនឹងមើលឲ្យដឹងជាតឹងឬធូរ
chia xả xây nâng ban cả sạch đấy nè ao chỉ giúp để thoa tới bàn ai cờ pơ chia sạch lại có viên lan tới crab lơ tu cờ tê ao tàn nút tròn đôi mồn ta nút dốc chấm non tăng tròn đôi mồn vậy tuần sai xua thả mà đất trai cùng phỉ ta quật tròn tân chẳng đây rứ cờ pơ có slide thả tê lộ cao quật tròn nhầm một nút tăng lực nè tăng lực nè khẳng nè và tròn tay bẩn nè nhom nâng tới khấn à vây nâng quạt tuần sai thả cho ta rất sai thuê lan tiền hỏi kê sọc chật ta nó có rất chầm non lan tiền tuần sai xua thả mà đất trai cùng phía mà đón đi ta chỉ tấn đôi ca chọn một nút hay rứ cờ pơ thả nơi bóng tuấn smart chọn một nút thì tuần sai thả ta ấy cặp chơi mà phơ chỉ côn còn phía rất mà đón tiền tây ta nó còn phơ tạm hơi tăng tập bay như rất tiền mốc tiền cào bênh cầm lặng ai cờ pơ nút trơ tập bay côn còn phía khăng tăng luôn sơ tại đọ đằng hàm chân bùng bán tơ lại thả xong tiền cao chuẩn một nút quạt tròn tăng dạng này ai lục ơi nó na lái nâng ọt bàn xôm lục chỉ sạc xây mở chốc chiến nét ai na khóc ai na trời tuần sai khơi cờ pơ rơ luôn bùng ruồi hái tơ bằng quạt ta nút thả ta chăm ở bài tiết phụ tham thông không được tệ nút mình do một bục của bao việt tới túc ở vía ruột nở nè túc ở vía ruột vừa vây khmao à sắt à tình nhú bung đăng cồn kỳ để phơ lược luôn ta chăm nút ban ở cả đôi tuần sai prap được nó có stop tới do phụ thao thông mọc sầm pong cặp cắt cờ pơ nút chia cầm nát tụi thủng cờ pơ có lúc nơi đây an tài chỉ vật on số phía tuần sai bằng quặp thả con cần tùy về nút ta ấy cha đại do tới slo bị xá rứ trong nhom có chỉ ai bộ viên bọt trần tiết ai bộ viên bọt trần tiết về nút nhom plia chia nát ta ơi ai ta nút thơ tam số phía tuần sai prap sóc ra cá hai do chơi từ sóc chun tuần sai đời cái đây luôn phát an tài nâng cờ pơ sài hai do cô một tâm rực nè do cô một tâm rực tê lia số phía tuần sai bo từ căn tị than đấy ở thầm on chắc là miền biển sạo muối thả cò ơi cò pư kê miên cồn lử mình đăng cồn kỳ chào ban đòn băng cất khăng bài rễ tờ lọc kham kế oi xôn chỉ vật lệ con ở bài số phía tuần sai oi tròn chào chất nâng tu cờ tê sầm mẹ ở đất chào bong chỉ vật đòi pu thằng tả đâm ra liên cất bệnh cháo lục kịch cháo bạc kỳการ នោះ ព្រះពុទ្ធ ជា ម្ចាស់ យើង នៅ ក្នុង ការ សាង បញ្ញា បារមី អន្តោល ជាតិ កើត ជា សត្វ ពីណោ ហៅ ថា មហាកបិណ្ឌ កប ដោយ កម្លាំង ក្លាហាន អាស្រ័យ នៅ ព្រៃ ណា ត្រើយ ស្ទឹង ធំ មួយ ស្ទឹង នោះ មាន កោះ មួយ ឯ ក្រពើ លឺ ប្រពន្ធ ពោល ដូច្នោះ ក៏ លោម ទៅ ថា ហៃ មេ កុំភី មាស បង នាង មាន ក្តី បំណង បង សាច់ ថ្លើម នៃ ពីណោ នោះ ជា ភ្នាក់ ងារ បង នឹង ទៅ រក មក ឲ្យ ប្អូន បាន ក្នុង ការ ថ្ងៃ នេះ ព្រោះមានផ្លូវមួយនៅខាងលើទីយើងមានមហាពីណោមួយតែលោតផ្លោះឆ្លងពីត្រើយទៅកោះពីកោះទៅខាងណាពីកោះទៅឯត្រើយវិញដូច្នេះបងនឹងទៅចាំលាក់ខ្លួនពួនអែបនៅខាងដុំថ្មធំចាំគោះមហាពីណោនោះណាចាំគោះមហាពីណោនោះត្រាតែបានថាហើយចៅកំភៀក៏ហែលលីលាត្រង់ទៅទីដុំថ្មធំដល់ហើយតាំងឡើងក្រាបលើទីថ្មធ្វើអាការៈដូចថ្មដើម្បីពោធិសត្វសម្គាល់ថាជាដុំថ្មនឹងលោតទៅលើខ្លួននឹងងាយចាក់ឯមហាកបិណ្ឌរាជលុះពេលល្ងាចត្រជាក់ណាបរិភោគកប់ដោយផ្លែឈើមើមឈើបរិបូរទីក្បាលកោះនោះមានដីខ្សាច់និងដុំថ្មមួយដោះនីកណ្ដាលទីនោះចិត្តនឹងត្រាវពោធិសត្វតែងលោតផ្លោះអំពីត្រាយទៅដល់កោះនោះដើម្បីស្វែងផល្លានុផលរាល់ថ្ងៃគ្រាការនោះមានសត្វក្រពើញីឈ្មោលជាប្តីប្រពន្ធអាស្រ័យនៅក្រោមស្ទឹងនោះឯងលុះនៅយូរមកមេក្រពើនោះផើមក៏មានគួរនឹងពងកើតក្តីណាតោហឡាណាកើតក្តីតោហឡាចំណងចង់ស៊ីថ្លើមពីណោទៅនិយាយនឹងក្រពើឈ្មោលថាខ្ញុំមានក្តីចង់ទទួលទានថ្លើមមហាពីណោនោះជាខ្លាំងណាស់បើអ្នកមិនគិតណាបើអ្នកមិនគិតរកឲ្យខ្ញុំបរិភោគក្នុងសម័យនេះខ្ញុំនឹងស្លាប់ចោលអ្នកឯងជាប្តីសម្លាញ់ហើយណាផលឡាផលឆ្អែតហើយនឹងវិលទៅខាងត្រៃនាយវិញលុះលោតចុះចាក់កោះផ្លោះមកដល់ទីឆ្នេរស្ទឹងហើយនឹងលោតទៅជន់ដុំថ្មកណ្ដាលនោះបែរទៅហើយណាបែរទៅឃើញកំភៀក្រាបលើថ្ម
có cái đây sòng sải cất thả thmon đi sập cá riêng máu nhé sập cá riêng máu tai tiệp trầm non tật nết tỉ thay nết hai đã vây có thmon đi buộc được chứ tầm nào chỉ miền sắt còn nai một đê crab lừa thmon đi đầm bay về gì chỉ vật atma bật cọt po thì sát cất được nó hai có po bịa hai tờ thả hai đồng thmon đoประสาเอ้ยខ្លួនចៅឯងនេះសពកាលរៀងមកពុំដែលលូតខ្ពស់ហួសអំពីខ្នងទឹកនេះទេថ្ងៃនេះហេតុអ្វីក៏ថ្មឯងលូតខ្ពស់លើសកាលមុនហាពោធិសត្វពោលហៅថ្មយ៉ាងនេះមិនតែម្ដងគឺហៅអស់វិរៈ3ដងឯក្រពើក្រាបលើថ្មលើពីណោហៅថ្មជាគម្រប់3ក៏គិតថាថ្មនេះកាលពីដើមតំណងជាចេះនិយាយទៅបានពីណោនេះហៅប្រស្រ័យឥឡូវឯងមកដេកក្រាបលើខ្នងវាបានជាវានិយាយតទៅនឹងស្វាវិញពុំរួចបើដូច្នោះមានតែអញឯងខ្លែងនិយាយជួសថ្មនេះទៅបានស្វានេះវាលោតមកព្រោះថ្មនេះនិងស្វានោះគេធ្លាប់ចរចាប្រស្រ័យនឹងគ្នាគិតហើយចៅកំភាក៏ឆ្លើយតបទៅថាហើយមហាកបិន្ទរាជអ្នកឯងសង្ស័យនឹងយើងថាលូតខ្ពស់ហួសអំពីមុននោះឬយើងតាំងនៅដដែលដោយកាលមុននោះទេអញ្ជើញលោតមកជន់យើងដោយកាលមុននោះចុះបាទឯបរមពុទ្ធិស័ក្តិបានលើក្រពើពោលតបមកដូច្នោះក៏ថាភោនរណាមកពោលពាក្យតនឹងយើងនេះថ្មយើងធ្លាប់ជន់នេះមិនចេះនិយាយជាភាសាលោកទេនេះគឺរូបនរណាពោលប្រាប់មកយើងនេះឯក្រពើនោះលុះលឺដូច្នោះក៏ទាល់បញ្ញានឹងកិច្ចខ្លួនពុំរួចទៅឆ្លើយប្រាប់តាមក្តីពិតថាយើងនេះគឺតួមហាគម្ភានៅនេតិស្ទឹងនេះណាពីណោអោចៅមហាគម្ភាទេហ៎ហេតុអ្វីក៏ចៅមកដេកក្រាបលើថ្មនេះណែចៅពីណោយើងនេះមានសេចក្តីប្រាថ្នាចង់បានសាច់ថ្លើមបេះដូងនៃចៅឯងនឹងនាំទៅឲ្យភរិយាយើងបរិភោគអោបើចៅប្រាថ្នាជីវិតយើងដូច្នោះចូលចៅហាមាត់ថ្មិចផ្នែកឡើងយើងនឹងលោតទៅត្រង់ឥឡូវនេះឯក្រពើនោះក៏តាំងហាមាត់ឡើងច្រងានបាទក៏តាំងហាមាត់ឡើងចង្គ្រៀងធំថ្មិចផ្នែកទាំងពីរចិត្តប្រុងចាំត្របាក់ពីណូឯពីណោសាក់មានឱកាសហើយក៏លោតផ្លោះស្ទុះទៅអំពីទីទៀបត្រង់ទៅជន់លើក្បាលចៅកំភាហើយផ្លោះទៅដល់ត្រើយនាយដោយកម្លាំងខ្លាំងលឿនដូចខ្យល់មួយរំពេចពោធិសត្វក៏ទៅដល់ទីលំនៅនៃអាត្មាឯមហាកំភាដឹងថាពីណោលោតផុតខ្លួនចាត់ពុំតាន់ដូច្នោះក៏កើតក្តីទោមនស្សទុចិត្តដោយចាញ់កលមហាកបិន្ទរាជគឺអាត្មាឆោតខ្លៅពិតហើយក៏ចុះពីខ្នងសិណាហើយចុះពីខ្នងសិលាមនីហើយទៅកាន់ទីរួមក្បាលកោះជាទីលំនៅអាត្មាវិញងរឿងនៃទៀតនេះមានសេចក្តីពិស្ដារនៅក្នុងគម្ពីរចរិយាបិដកឯណោះមើលចុះចប់រឿងឆោតដោយក្តីឃ្លានអាហារតែប៉ុណ្ណេះការអានមកប៉ុណ្ណេះគឺចប់ហើយបងប្អូនណាបាទតាំងពីរឿងទុនសាយមកណាបងប្អូនបាទរឿងទុនសាយហ្នឹងរហូតដល់រឿងពោធិសត្វដែលចាប់ជាតិជាស្វាហ្នឹងនឹងជាមួយនឹងកពើទាំងពីរអ្នកប្តីប្រពន្ធហ្នឹងបាទអញ្ចឹងគឺចប់ហើយបងប្អូនណាបាទសូមអរគុណសូមជម្រាបលាបាទ